មនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញម
មនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញ
មនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញមនុស្សណាដែលទើបនឹងជឿថ្មីនោះធ្វើពុំបានទេក្រែងកើតមានចិត្តធំហើយធ្លាក់ទៅក្នុងទោសរបស់អរិយវិញ